តើតោងជាមួយនឹងប្រធានបទ DaVinci Resolve Raw ដងគឺខ្ញុំតែងតែធ្វើជាមួយនឹង DaVinci Resolve Studio version ហើយតិចៗមួយគឺខ្ញុំតែងតែធ្វើសម្រាប់អ្នកទាំងអស់គ្នាដែលមានបទពិសោធន៍ប្រើប្រាស់ឬក៏អ្នកទាំងអស់គ្នាជា professional user របស់ DaVinci Resolve ប៉ុន្តែថ្ងៃនេះគឺខ្ញុំនឹងប្រើប្រាស់ជាមួយនឹង DaVinci Resolve Free version ហើយសម្រាប់អ្នកទាំងអស់គ្នាដែលចាប់ផ្ដើមឬក៏អ្នកទាំងអស់គ្នាដែលថ្មីស្រឡាញ់តែម្ដងនៅក្នុងការធ្វើ color grading ជាមួយនឹងកម្មវិធី DaVinci Resolve សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការធ្វើ color grading ជាមួយនឹងខ្ញុំទាំងអស់គ្នាប៉ុន្តែជាដំបូងអ្នកទាំងអស់គ្នាត្រូវតែមើលតាក់ទងជាមួយនឹង color management របស់យើងនៅក្នុង setting សិននៅក្នុងការធ្វើ color grading ដើម្បីឲ្យវាធ្វើនៅលើ color space ត្រឹមត្រូវអញ្ចឹងយើងចូលមក setting មកហើយយើងចូលមក color management អញ្ចឹង color science គឺយើងប្រើប្រាស់ជាមួយនឹង DaVinci Resolve Y RGB នៅផ្នែកខាងក្រោមគឺយើងមាន timeline color space timeline color space គឺគ្រាន់តែជា color space ដែលយើងធ្វើការនៅលើវាតែប៉ុណ្ណោះបន្ទាប់មកយើង output ទៅផ្សេងអញ្ចឹងណាអញ្ចឹង timeline color space គឺខ្ញុំប្រើប្រាស់ជាមួយនឹង DaVinci Resolve Y Gamma Mode Intermediate ក៏ដូចជា output color space របស់ខ្ញុំគឺខ្ញុំប្រើប្រាស់ Rec 709 Gamma 2.4 អានេះគឺជាទូទៅហើយអ្នកទាំងអស់គ្នាអាចដាក់ដូចខ្ញុំបានអត់ខុស workflow របស់អ្នកទាំងអស់គ្នាទេបន្ទាប់មកយើងចុច save ដោយសារខ្ញុំ save ហើយអញ្ចឹងខ្ញុំ cancel វិញបន្ទាប់មកទៀត footage ដំបូងរបស់យើងគឺជា footage ជាលក្ខណៈ sunset ហើយនៅមានសមុទ្រអញ្ចឹងទៅអញ្ចឹងខ្ញុំនឹងបង្ហាញជា look របស់ខ្ញុំហើយអ្នកទាំងអស់គ្នាក៏អាចបង្កើត look របស់អ្នកទាំងអស់គ្នាបានដែរដោយសារខ្ញុំមាន footage 3អញ្ចឹងខ្ញុំធ្វើការ grab still ហើយខ្ញុំនឹងបញ្ចូលពី note មួយទៅដល់អ្នកទាំងអស់គ្នាថា workflow ហ្នឹងវាផ្ដើមពីម៉េចហើយបន្តមកយើងត្រូវធ្វើម៉េចហើយយើងចង់បាន look ហ្នឹង look ដោយរបៀបណាអូខេអញ្ចឹងខ្ញុំអត់ចង់ចំណាយពេលយូរធ្វើ color grading សារថ្មីជូនទៅដល់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងបញ្ចូលជា note ទៅវិញអញ្ចឹងខ្ញុំមាន still របស់ខ្ញុំ grab still ហើយខ្ញុំ pass មកអញ្ចឹង workflow របស់ខ្ញុំគឺខ្ញុំ drop អានេះចុះមកក្រោមសិនគឺខ្ញុំបញ្ចូលអ្នកទាំងអស់គ្នា3 note នៅខាងលើរបស់យើងសិនដោយសារតែ footage របស់ខ្ញុំធ្វើការលើនេះគឺជាប្រភេទ footage B raw អញ្ចឹងគឺជាប្រភេទ file raw ហើយអ្នកទាំងអស់គ្នាបើសិនជាថតជា Rec 709គឺអ្នកទាំងអស់គ្នាអាចធ្វើ color space ក៏បានអត់ក៏បានថត lock ធ្វើ color space ថត raw ក៏ត្រូវការធ្វើ color space transform ដូចគ្នាអញ្ចឹងខ្ញុំបិទ clip តិចដើម្បីបង្ហាញអ្នកទាំងអស់គ្នាមើលទៅរៀង stream រៀងធំតិចអញ្ចឹងណាអូខេអញ្ចឹង CST in គឺយើងចូលមកកន្លែង effect មកយើងអាច search ពាក្យថា color space transform ណាអញ្ចឹងយើង search ទៅយើងវាយពាក្យថា color space មកគឺយើងនឹងឃើញតាក់ទងជាមួយនឹង color space transform យើង select មកយើង on វាចូលអញ្ចឹងគឺយើងនឹងឃើញតាក់ទងជាមួយនឹង input color space អីផ្សេងៗហើយដោយសារខ្ញុំ add ហើយអញ្ចឹងខ្ញុំបង្ហាញអ្នកទាំងអស់គ្នាតិចទេ CST in យើងបើក effect មកគឺយើងនឹងឃើញការធ្វើ color space transform អញ្ចឹង color space transform គឺជាការផ្លាស់ប្ដូរ color space ពីអ្វីដែលយើងថតមកហើយយើងនឹងឲ្យវាទៅជា color space មួយផ្សេងទៀតដើម្បីបម្រើការងារយើងទៅលើ platform ផ្សេងៗអូខេអាហ្នឹងគឺយើងនិយាយឲ្យស្រួលយល់អញ្ចឹង input color space ដោយសារខ្ញុំថតជាមួយនឹង Blackmagic Design អញ្ចឹងយើងឬយក Blackmagic Design by Gamut អានេះគឺផ្សេងគ្នាអ្នកទាំងអស់គ្នាបាច់ដាក់តាមខ្ញុំក៏បានដែរថតជា Lock Sony ឬក៏ camera Red ឬក៏ Blackmagic ឬក៏អីផ្សេងក៏ដោយគឺអ្នកទាំងអស់គ្នាបំពេញតាមហ្នឹងមក output color space បើសិនជាអ្នកទាំងអស់គ្នាចង់បាន color space ដែលធំសម្រាប់ធ្វើការគឺខ្ញុំ recommend DaVinci Resolve Y Gamut អញ្ចឹងយើង output color space យើង select មកហើយយើងយកពាក្យថា DaVinci Resolve Y Gamut ខាងក្រោមគឺ DaVinci Resolve Intermediate បន្តមកទៀតយើងចូលមកកន្លែង output របស់យើងជាធម្មតាយើងយកtransform ពី timeline របស់យើងហើយមកជាមួយនឹង color space ដែលយើងចង់ output បានន័យថា output ហ្នឹងគឺជា color space ដែលយើងនឹង export វាបង្ហោះទៅលើ social media ហ្នឹងឯងអញ្ចឹងយើងប្រើ DaVinci Resolve Y Gamut ដដែល Intermediate ដដែលបន្តមកទៀត output color space គឺខ្ញុំ output Rec 709អញ្ចឹងយើងមាន color space ផ្សេងអញ្ចឹងខ្ញុំប្រើជាមួយនឹង Rec 709 post YouTube ឬក៏ Facebook ឬក៏ platform អីផ្សេងគឺយើងប្រើជាមួយនឹង Rec 709អញ្ចឹងណាអូខេ output gamma ធម្មតាយើង output ទៅ gamma 2.4 ប៉ុន្តែកន្លែងនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាដោយប្រើប្រាស់ជាមួយនឹង Cineon Film Lock ហើយខ្ញុំនឹងប្រើប្រាស់ LUT ដើម្បីបង្កើត look របស់ខ្ញុំវិញអូខេអញ្ចឹងយើង output gamma យើងយក Cineon Film Lock មកបន្តមកទៀតកន្លែងហ្នឹងគឺអត់ទាន់ចប់ទេដោយសារអីនេះបើសិនជាខ្ញុំអត់ add note ខាងក្រោយនេះអញ្ចឹងគឺវានឹងចេញជាប្រភេទ footage lock ឲ្យយើងអញ្ចឹងយើងត្រូវតែបង្កើត look របស់យើងដោយ note ចុងក្រោយរបស់ខ្ញុំគឺខ្ញុំ add LUT អញ្ចឹងអ្នកទាំងអស់គ្នាអាច mouse តាមមកហើយយើងយកពាក្យ LUT ហើយយើងយកពាក្យ film look របស់យើងហើយយើងនឹងទៅរក LUT ដែលអ្នកទាំងអស់គ្នាចូលចិត្តអញ្ចឹងអ្នកទាំងអស់គ្នាអាច try ផ្សេងបានក្នុងហ្នឹងគឺអត់ជាបញ្ហាសម្រាប់អ្នកទាំងអស់គ្នាទេអញ្ចឹងខ្ញុំយក Rec 709 Fuji Film D65
បន្ទាប់មកទៀតនៅ node ផ្សេងៗគឺខ្ញុំ off ហើយខ្ញុំនឹងបើកជូនអ្នកទាំងអស់គ្នាមួយអញ្ចឹងណាអញ្ចឹងទី1គឺយើងធ្វើការ balance តាក់ទងជាមួយនឹង exposure របស់យើងដោយយើងមើលជាមួយនឹង waveform អញ្ចឹងខ្ញុំធ្វើតិចតួចទេកន្លែង light shadow ហើយនឹង dark អញ្ចឹងខ្ញុំប្រើប្រាស់ជាមួយនឹង HDR tool ហើយអ្នកទាំងអស់គ្នាបើអត់ឃើញទេអ្នកទាំងអស់គ្នាអាចបើក select អានេះមកមួយមកអញ្ចឹងណានេះអញ្ចឹងចុចសញ្ញាព្រួយនឹងមកមួយមកអ្នកទាំងអស់គ្នាឃើញ dark shadow ហើយនឹង light អីអញ្ចឹងខ្ញុំប្រើប្រាស់ HDR tool ដោយសារតែយើងអាច select ទៅលើផ្នែកណាមួយដែលយើងចង់ឲ្យវាប៉ះពាល់ដែលយើងចង់សេរីជា specific location នៃ footage របស់យើងអញ្ចឹងឧទាហរណ៍ថាកន្លែង line នេះអញ្ចឹងយើងអាចចុចសញ្ញានេះមួយដើម្បីយើង preview មើលថាតើកន្លែងណាគឺវានឹង affect នៅលើផ្ទាំងមួយដែលយើងកំពុងតែសេរីហ្នឹងឬក៏អ្នកទាំងអស់គ្នាអាចបើក highlight mode អញ្ចឹងគឺយើងselect មើលលើ line នេះមកគឺអ្នកទាំងអស់គ្នានឹងឃើញ area ដែលយើងសេរីទៅគឺវាប៉ះពាល់តែផ្នែក area ហ្នឹងមួយទេអញ្ចឹងណាអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំ drop វាចុះបន្តិចបន្តមកទៀតយើងមាន shadow កន្លែង shadow ហ្នឹងវាប៉ះពាល់កន្លែងណាយើងមានកន្លែង dark អញ្ចឹងផ្នែកដែលល្ងិតហ្នឹងគឺវាប៉ះពាល់ទៅកន្លែងណាខ្លះដែលយើងអាចមើល preview ខ្លួនឯងបានអញ្ចឹងនៅពេលណាដែលយើងសេរីមកគឺយើងអាចមើលទៅលើ waveform បានអញ្ចឹង waveform គឺចំណុចលើគេគឺ1023ហើយនឹងក្រោមគេគឺ0អញ្ចឹងអ្នកទាំងអស់គ្នាព្យាយាមធ្វើមិនក៏ដោយគឺចន្លោះហ្នឹងកុំឲ្យវាលើសដែលសញ្ញារបស់យើងឧទាហរណ៍ថាផ្នែកដែលភ្លឺខ្លាំងនៅកន្លែងនេះគឺជាព្រះអាទិត្យរបស់យើងអញ្ចឹងបើសិនជាវាភ្លឺខ្លាំងពេកគឺវានឹង clip highlight ហ្នឹងអញ្ចឹងគឺវាអត់សូវស្អាតទេអញ្ចឹងអ្នកទាំងអស់គ្នាអាចត្រប់តាក់ទងជាមួយនឹង light របស់យើងបានដោយយើងត្រប់វាតិចមកកុំ over ធ្វើវាពេកអញ្ចឹងណាបន្តមកទៀតយើងថ្លឹងមួយនឹង white balance គឺយើងធ្វើជាលក្ខណៈ simple ទេដោយយើងផ្លាស់ប្ដូរកន្លែង gain នេះខ្ញុំទាញវាមករៀងលឿងរៀងក្រហមបន្តិចដើម្បីមើលទៅឲ្យព្រះអាទិត្យរបស់យើងរៀងឡើងក្រៅអូខេបន្តមកទៀតយើងមាន color slide កន្លែងនេះគឺភាគច្រើនគឺយើងធ្វើការនៅលើ color slide ច្រើនអញ្ចឹងវាជាមួយយើងច្រើនយើងក៏អាចធ្វើវានៅលើ curve បានដែរដោយយើង select មាន hue saturation យើងមាន hue versus luminance អីចឹងដែរឬក៏ hue ចឹងដែរអញ្ចឹងយើងអាច select area មកវានឹង load ឲ្យយើងមួយអញ្ចឹងយើងអាច drop តឡើងបានកន្លែងហ្នឹងអញ្ចឹងណាអញ្ចឹងយើងកន្លែងនេះខ្ញុំបង្ហាញ color slide ជូនទៅដល់អ្នកនរគ្នាតែតោងជាមួយនឹង color slide គឺយើងអាចធ្វើការបានពីរប្រភេទផ្សេងគ្នាទី1គឺជាការតឡើងទម្លាក់ saturation ទី2គឺជាការតឡើងទម្លាក់ជាមួយនឹង density so density គឺជាពន្លឺហ្នឹងឯងនៃ saturation អញ្ចឹងយើងមើលផ្នែកពណ៌លឿងរបស់យើងអានេះបើសិនជាយើងតឡើងទម្លាក់គឺវានឹងប៉ះពាល់ទៅលើផ្នែកពណ៌លឿងរបស់យើងអញ្ចឹងអ្នកនរគ្នាអាចឃើញទៅលើ waveform របស់យើងអញ្ចឹងនៅពេលដែលខ្ញុំតឡើងទម្លាក់មកគឺវាប៉ះពាល់ផ្នែកមួយផ្សេងគ្នាអញ្ចឹងទៅអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាច play around កន្លែងហ្នឹងបានហើយបន្តមកទៀតខ្ញុំ add glow so glow នេះបើសិនជា free version គឺយើង effect គឺយើងប្រើប្រាស់អត់បានទេប៉ុន្តែខ្ញុំមាន technique មួយដើម្បីបង្ហាញអ្នកទាំងអស់គ្នាដើម្បីបង្កើតជា glow បានអញ្ចឹងទី1គឺអ្នកទាំងអស់គ្នា mouse ស្ដាំ node អានេះបើសិនជាយើង add node ថ្មីណាអញ្ចឹង mouse ស្ដាំ node ហ្នឹងមកយើងយក composite mode ហើយយើងដូរវាមកជា luminosity បន្តមកទៀតយើងចូលមកកន្លែង blur យើងទាញវាឡើងលើឲ្យកប់បន្ទាប់មកយើង drop តាក់ទងជាមួយនឹង key វិញអញ្ចឹង key output របស់យើងគឺ drop មកអានេះបើសិនជាធម្មតាគឺអ្នកទាំងអស់គ្នានឹងឃើញបែបនេះអញ្ចឹងយើងចាប់ផ្ដើមទាញ drop វាមកដើម្បីមើលមក color មកសមស្អាតយើងបិទបើកមកដល់យើងចុច command D នៅលើ MacBook ឬក៏ Alt D ហ្នឹងហើយ Control D នៅលើ Windows អញ្ចឹងយើងអាច preview បាននេះគឺជា footage របស់យើង final footage របស់យើងនេះគឺជា footage មួយដែលវាប៉ះពាល់កន្លែងភ្លឺខ្លាំងជាមួយនឹងកន្លែងដែលល្ងិតខ្លាំងតែយើងធ្វើមិនដើម្បី balance វាបានអញ្ចឹងយើងនឹងបង្ហាញអូខេយើងចូលមក gallery ខ្ញុំចូលមក show grade របស់ខ្ញុំនេះគឺជា grade របស់យើងខ្ញុំបិទសិននេះអញ្ចឹងខ្ញុំបង្ហាញកន្លែងនេះចុះឲ្យយើងមានកន្លែងដែលភ្លឺខ្លាំងហើយនឹងកន្លែងដែលល្ងិតខ្លាំងអញ្ចឹងយើងធ្វើមិនដើម្បីឲ្យវាស្មើគ្នាអញ្ចឹងណាគេវាមិនជាស្មើគ្នាប៉ុន្តែយើងធ្វើមិនឲ្យវាមើលទៅវាដូចអ្វីដែលយើងគួរតែឃើញនៅផ្នែកខាងក្រៅទី1 color space transform in out ជាធម្មតា workflow ដូចគ្នាឯងតោះមកយើង balance ជាមួយនឹង exposure អញ្ចឹងខ្ញុំអាច on off ឲ្យគ្នាមើលសិននេះ full screen on off អញ្ចឹង exposure នៅពេលណាដែលយើង on off គឺมันប្រកាសថាការ balance គឺយើងត្រូវតែតម្លើងទេជួនកាល balance គឺយើងត្រូវការតម្លាក់ចុះដូចគ្នាដូចអ្វីដែលខ្ញុំបានធ្វើមុននេះអញ្ចឹងអ្នកនរគ្នាមើលទៅលើ waveform នេះណាអញ្ចឹងអានេះគឺយើងបិទពេលដែលយើងបើក waveform វាបែរជាធ្លាក់វិញអាហ្នឹងវាមូលហេតុអីអញ្ចឹងកន្លែងនេះគឺខ្ញុំធ្វើការ drop តាក់ទងជាមួយនឹង highlight អញ្ចឹងដើម្បីយើងទាញព័ត៌មានពី highlight ហ្នឹងមកវិញកុំឲ្យវា over ពេកអញ្ចឹងណាហើយនឹង shadow ផងដែរអញ្ចឹង shadow គឺខ្ញុំ drop បន្តិចហើយដូចជាអត់មានអីទៀតទេនៅផ្នែកខាងនេះបន្តមកទៀតយើងចូលទៅ white balance របស់យើងអញ្ចឹង white balance គឺខ្ញុំធ្វើការសេរីតាក់ទងជាមួយនឹង color temperature ក៏ដូចជា tint
ដោយដែលអ្នកនរគ្នាបានឃើញអញ្ចឹងគឺខ្ញុំចូលចិត្ត white រៀនតែប៉ុន្តែវាអត់ខ្លាំងទេវាតិចអញ្ចឹងជាទូទៅគឺខ្ញុំត្រប់វាអញ្ចឹងអ្នកនរគ្នាអាចឃើញ on off បាននេះ on off on off on off បន្តមកទៀតយើងចូលមក color slide អញ្ចឹងខ្ញុំ on មកគឺ on off គឺអ្នកនរគ្នាដឹងភាពខុសគ្នាមកon off គឺអ្នកនរគ្នាអាចនឹងដឹងភាពខុសគ្នាច្រើនអ្នកនរគ្នាមើលទៅនេះខ្ញុំបើក full screen on off អីណាចឹងយើងទាញ color មក sky របស់យើង make របស់យើងគឺបានច្រើនដែលអ្នកនរគ្នាចូលមក color slide មកអ្នកនរគ្នាអាចឃើញ setting មួយចំនួនដែលខ្ញុំសេរីយើងមាន blue គឺអ្នកនរគ្នា select កន្លែងទីតាំងនេះមកគឺវានឹងឃើញ highlight កន្លែងនេះអញ្ចឹងយើង drop វាតិចមកយើងតម្លើងមកនេះ saturation របស់យើងគឺខ្ញុំតម្លើងដល់ 1.24 ហើយ setting ផ្សេងៗដូចជាពណ៌លឿងពណ៌សាច់ពណ៌អីដែលវាគួរតែប៉ះពាល់នៅផ្នែកវីដេអូរបស់យើងគឺគួរតែ adjust វាមើលថាតើ adjust ទៅវាអាក្រក់ជាងមុនឬក៏ស្អាតជាងមុនអាហ្នឹងគឺជាវិធីមួយដែល professional បំផុតអូខេថាលេងដល់នេះតោះមកយើងចូលមក sky របស់យើងអត់អស់ចិត្តទេយើងត្រូវការធ្វើ sky របស់យើងបន្តទៀតព្រោះយើងត្រូវការ balance មួយនឹង exposure sky របស់យើងហើយនឹងរក្សា saturation របស់វាដដែលអញ្ចឹងយើងចូលមកផ្នែកខាងក្រោយគេនេះអញ្ចឹងយើងមក specular ហើយអ្នកនរគ្នានឹងឃើញនេះកន្លែងសបន្តិចនេះដោយសារវារៀង over អញ្ចឹងណាអញ្ចឹងខ្ញុំក៏មើលទៅអ្នកនរគ្នាអញ្ចឹងយើងអាច adjust បាននេះយើងបើក highlight មកអញ្ចឹងយើង adjust មកថាកន្លែងណាដែលយើងចង់ឲ្យវាប៉ះពាល់អូខេអញ្ចឹងខ្ញុំចង់ទាញ detail ធ្វើម៉េចឲ្យវារៀងផុសតិចអញ្ចឹងខ្ញុំក៏តម្លើងវាមកអញ្ចឹងអ្នកនរគ្នាអាចឃើញ full screen on off នេះឃើញទេបន្តមកទៀតយើងចូលមក look របស់យើងគឺជាមេវាបញ្ចប់អញ្ចឹង look របស់យើងគឺខ្ញុំ add ladder នេះហើយខ្ញុំដូរមកជាប្រភេទ product វិញហើយខ្ញុំនឹង key output របស់ខ្ញុំគឺខ្ញុំប្រើ 0.186 អញ្ចឹងវាអត់ប្រកបថាលេខហ្នឹងវាត្រូវសម្រាប់អ្នកនរគ្នាទេអញ្ចឹងយើងអាចតម្លើងដើម្បីមើលជាក់ស្ដែងអូខេហើយនឹង L curve គឺជាការ balance ចុងក្រោយគឺខ្ញុំធ្វើការដក channel វាជាប់គ្នានេះគឺខ្ញុំ drop red តិច drop green តិច drop blue តិចអញ្ចឹងបើសិនជាអ្នកនរគ្នាចាប់ដើមអ្នកនរគ្នាមានចម្ងល់កន្លែងណាអ្នកនរគ្នាចង់ធ្វើបែបម៉េចហើយអ្នកនរគ្នាអត់ដឹងថា workflow នឹងវាម៉េចអ្នកនរគ្នាអាចតាក់ទងមកខ្ញុំផ្ទាល់បានខ្ញុំនឹង support ទៅដល់អ្នកនរគ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយជួបអ្នកនរគ្នានៅវីដេអូក្រោយ